ប្រៀបទៅនឹងកម្លាំងហ្នឹងយើងអត់មានកម្លាំងយើងអាចហែលឆ្លងទៅបានទាក់ទងនឹងកម្លាំងណាជាយាមដោយជើងដោយដៃអីហ្នឹងក្នុងការហែលឆ្លងហ្នឹងណាថាវិរិយៈប្រៀបដូចជើងអីចឹងណាសទ្ធាប្រៀបដូចដៃអីចឹងទៅហ្នឹងហើយចឹងយើងមកនឹករលឹកដល់បជាដកហ្នឹងឯងបង្ហើយចង់ទៅទៅនៅជាង10បជាថាដែរយើងចាប់ពីពុទ្ធដីកាដែលព្រះអង្គសម្ដែងនៅក្នុងបញ្ហាសួរដល់ព្រះបរមពុរិស័ទណាព្រះរាជាបានឧបសេនអ្នកដាច់ដែនកាសីហ្នឹងបានលើកឡើងនៅពគាថាតេតួងទៅនឹងអ្វីដូចថាជាសម្បត្តិជាទឹកសម្បូរសម្បើមនៅក្នុងពិភពនេះហ្នឹងហើយក៏សាកសួរព្រះបរមពុរិស័ទហ្នឹងនៅត្រង់ថាប្រព្រឹត្តនៅតបៈធัวហ្នឹងដើម្បីប្រយោជន៍អីឬក៏ប្រាថ្នាអ្វីអញ្ចឹងណាហ្នឹងឯងមានថា6ពគាថាហ្នឹងមានកន្លះគាថាហ្នឹងសិតតែសួរអញ្ចឹងទាំងអស់ហ្នឹងឯងទាំង6ពគាថាហ្នឹងយើងមានលំបាកទិញអីក៏ចំណាំយើងគិតទៅបាន3គាថាហើយបើកន្លះ6ដងហ្នឹងឯងដូចរំលឹកពីខាងដើមមកកាលមុនហ្នឹងក៏ចូលដល់គាថាហ្នឹងដែរហើយត្រង់ឲ្យថាសោតដ្ឋៈណាពុទ្ធវាចអថោរមិធ្វាណាកាលដែលព្រះរាជាព្រះអង្គបានសោយព្រះអង្គបានរីករាយហើយហ្នឹងហើយក៏បានសាកសួរព្រះបរមពុទ្ធសាសស្ដេចនេះហ្នឹងចម្បាយកម្មកាសរាជាអវោចៈហ្នឹងណាហ្នឹងហើយអវោចៈវចៈវាចាហ្នឹងហើយចៈហ្នឹងមិនមែនចៈនឹងទេដែលជាប់គ្នាអវោចៈហ្នឹងហ្នឹងហើយពលពាសាកសួរចម្បាយកម្មគឺដាច់នេះហ្នឹងក៏សាកសួរទៅមកគាថាទៀតទៅហ្នឹងហើយប៉ុន្តែកន្លះគាថាក្រោយហ្នឹងដូចគ្នាទេហ្នឹងចាប់ផ្ដើមដំបូងគឺសួរពីវិមានហ្នឹងឯងហ្នឹងឯងដល់វិមានដល់ប្រសើរណាវិមានសេដ្ឋានីមានេះតៃហាំងហ្នឹងគឺថាជាវិមានទាំងនេះរបស់អ្នកហ្នឹងរបស់ដាច់អ្នកហ្នឹងដែលអតិចវណ្ណានេះអភិសរានេះហ្នឹងមានពលឺភ្លឺស្វាងរុងរឿងទៅដូចជាពលឺព្រះអាទិត្យហ្នឹងពលឺពេលពណ៌មាសហ្នឹងឯងវិមានដល់ប្រសើរហ្នឹងមិនមាននៅក្នុងមនុស្សលោកទេណានេតាណានេតាពិសੰងអថេមនុស្សលោកគេហើយក៏បានសាកសួរគេមត្តយ៉ាងនេកៈតបោករោសិហ្នឹងហ្នឹងឯងតើដាច់នេះហ្នឹងនេករាជហ្នឹងតបោករោសិហ្នឹងប្រព្រឹត្តបៈធัวហ្នឹងគេមត្តយ៉ាងហ្នឹងតើដើម្បីប្រយោជន៍អីឬក៏ប្រាថ្នាអីចឹងដែរដែលវងនិតក៏សួរជាឃើញមានបល័យកੰបត្តិយ៉ាងហ្នឹងអានោះវាប្រាថ្នាអីចឹងណាគេមត្តយ៉ាងដើម្បីប្រយោជន៍អ្វីចឹងនៅក្នុងសេចក្តីដូចគ្នាទេណាហ្នឹងហើយហ្នឹងមកមុខទៅរឿងវិមានហ្នឹងឯងដល់មកបន្តមកទៀតមកតាចាប់ដើមតា
tà nó mền tà về ở giờ ấy nó tà bật lầy nó phải tà lúc mình vô là tà mà mặt nó cứ cầm đại vô phụ nèng nè thằng ngõ nằng tà là ngày phụ nèng nè cả nhà chiêng mà mơn là ngày để đạch nè bàn điệp chòm nào trật tu để chi và ông miền bóng để tệ tôn là ca khơi ca lư ấy tầng đó nó cũng so bị bạ năng ấy chẳng từ khơi bỏ chiếc tép năng than nệ năngคือtrên nệ miền bóng bàn phơ màu ạt miền bóng ạt miền ấy chỉ phải chạy ở khơi ở lư thế và rừng rá ở miền nệ và bùa ấy chẳng ngày rồi chỉ phải rong bò sạt nệ để cho bùa ấy tới chẳng vấn đề về tệ tôn năng bóng bán miền rương ai của bùa đó ai khơi ai lư nó chắc hội nhiên sao tự nhiên nó cứ của sao bị bà đó là khơi nhà bò để chia tệ thà ròm năng này thà ròm được rầy lên thời năng dần thật xả thấy dân miền sừng đau thì mùi năng rồi bỏ để dân miền nó chia sẻ đây sọc thông mà tôi chỉ dân mình miền ấy sờ bồ bay sầm bay tới đôi đại nẹt miền hai mét giờ chọn bán với bán nó mà cao tốc sao sao từ tiền dân miền kịch càng như sầm ma chi vô thăm mà đà bận nâng tụm nục rong máu bàn chùm nâng chùm nô chán dân thơ tiền từ tiền tề nâng trắng đó còn tại bờ mình bàn thế dân trời sóc chùm mũi nâng chặt sọc bò dân cái tầm khăn đó tầm ai mơ rùm lô chặt sọc nữa là được nên là sầm bát sầm bô ấy từng đó nó cái này chỉ rom này cả sạp sao ấy thế mình bao tua chỉ sọc ao lục chỉ thấy ao nẹt tây na thế nơi tại chặt đằng rom về từ nia sau giờ rom từ đại nó mà chỉ thấy mà nẹt miền ấy nè nên là ấy không chỉ quán bạn ở rùm thế về tra tới tại lục hệ đó rồi tới chỉ phải chạy ơi tô mà no to rương ấy chẳng tới nên là sau mà nó từ đó lục hệ nó về nơi chết tô xạ năng là từ ca tới ắt bàn đôi cầm non tới năng thằng on chặt group từ rương đó để nông tia krau tia rương bị phốp lô ấy cả đó năng nâng cầm nô mẹ trại ấy thằng ọ nâng tại bờ nè để bàn ọp rùm chất nó lên mùi vậy đôi bà ông chặt ấy tại kệ lục sẽ thay ở na từ bên đất ba cao xa khắp này khang tê dụ tê ca chất lên mùi trong thời bột nâng phò bằng ngầm nô trập sầm bạc nó gọi tầm đục rong sát na nâng này bọn ác nó cua từ cô thằng pi nâng cuồng nơi sao và thấy lầnประมาณ25ព្រះភាសានៅពពារាម6ព្រះភាសានៅចេតពុន19ព្រះភាសាក្រៅពីហ្នឹងគឺដូចថាចុះបន្តមកមានវេលវ័នអីហ្នឹងហ្នឹងឯងហើយតមកហ្នឹងមាន3ភាសា2ភាសា1ភាសាអីហ្នឹងច្រើនហើយនៅក្នុងឧទ្ធានសោតសតនិបាត3ដកលេខ54ហ្នឹងព្រះអរិយថាលោកបញ្យលព្រះអង្គគង់នៅសាវត្ថីហ្នឹងគេថាវត្តចេតពុនពេលយប់ថ្ងៃព្រះអង្គយាងទៅពពារាមគង់នៅពពារាមយប់ថ្ងៃព្រះអង្គយាងមកចេតពុនដើម្បីអនុគ្រោះតកូលទាំងពីរហ្នឹងហើយយើងយល់ថាម៉េចអនុគ្រោះតកូលទាំងពីរហ្នឹងសំខាន់តកូលទាំងពីរហ្នឹងទំនុកម្រងបច្ច័យ4វិខសង្ឃហ្នឹងហើយចុះទំនុកម្រងបច្ច័យ4ហ្នឹងយ៉ាងម៉េចថាអត់មានចង្ហាន់អត់មានប្រសងហ្នឹងឯងអីបានអីត្រួតត្រងពធัวពិតមែនតែថាពធัวហ្នឹងដោយព្រះអង្គលើកជាអង្គគំរូអង្គលើកពីរឿងពីខពីកណីបាសកបាសិកាអ្នកត្រួតត្រងពធัวមានបញ្ញាត្រួតត្រងបរិយ័តហ្នឹងឯងព្រះកិសាវៈទាំងពីរព្រះកិសាវិកាទាំងពីរអង្គហើយបាសក
ផ្នែកខាងធម្មកថាចិត្តកហបដីហើយផ្នែកខាងសង្គ្រោះបរិស័ទហត្ថកៈលវកៈហើយបាសិកានុនមេដាវេលកណ្ឌកីត្រួតត្រងបត្រៃបីដកព្រះណាគាមីផងហើយបាសិកាឧត្តរាអេតតកៈខាងពហុសោតនឹងព្រះអង្គលើកជាអង្គគំរូណាប៉ុន្តែវាត្រូវតាកតួងនឹងបរិភោគចៃ4ហ្នឹងអាហារហ្នឹងគ្រាន់តែថាយើងមិនមែនថាបរិភោគដូចទៅមិនដឹងធ្វើអីចឹងបរិភោគទៅគឺដើម្បីត្រួតត្រងនៅពុទ្ធសាសនាហ្នឹងពធហ្នឹងអញ្ចឹងវិខរាប់ម៉ឺនអង្គរហូតមកដល់សពថ្ងៃនេះប៉ុណ្ណាកិច្ចការដែលពុទ្ធអង្គទ្រង់គង់ច្រើនព្រះវសានៅសាវត្ថីហ្នឹងដើម្បីអនុគ្រោះដល់តកូលទាំងពីរហ្នឹងព្រោះតកូលទាំងពីរហ្នឹងគឺជាតកូលអេតតកៈកម្ពូលខាងទេយៈទេយិកាហ្នឹងហើយអនុគ្រោះរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងធ្វើឲ្យពុទ្ធបរិស័ទយើងជ្រះថ្លាក្នុងការទំនុកបំរុងបច្ច័យ4ព្រះភិក្ខុសង្ឃហ្នឹងឯងដូចដង្ហើមរស់ដូចជាគេថាហ្នឹងគឺជាអាយុជីវិតដែលនឹងថាត្រូវប្រព្រឹត្តបរិបត្តិអីទៅទៀតហ្នឹងអាស្រ័យជីវិតហ្នឹងឯងចាហ្នឹងឯងជីវិតហ្នឹងយើងត្រូវប្រើប្រាស់ឲ្យជាសំខាន់ដើម្បីថាប្រយោជន៍